សួស្តីប្រិមិត្តទីចិត្តទីឆ្ងាយជួបជាមួយនឹងខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំមានរឿងថ្មីមួយទៀតហើយដែលចែកជូនអ្នកទាំងអស់គ្នាទស្សនាលេងទុច្ចការកំសាន្តចាប់ផ្ដើមនៃសាច់រឿងយើងដំបូងបង្ហាញឲ្យឃើញថាមានបរិយាម្នាក់ដែលឈ្មោះថាលោកលូគាត់ទើបតែរៀនចប់មហាវិទ្យាល័យតែគាត់គ្មានការងារធ្វើទេគឺគាត់នៅផ្ទះលេងនឹងហ្គេមលេងនឹងពីព្រឹកដល់យប់ទាំងពីយប់ដល់ព្រឹកនៅយប់មួយគាត់លេងហ្គេមដល់យប់ជ្រៅគឺម៉ោង 2 រំលងអធ្រាត្របាត់ទៅហើយទើបគាត់ចេញទៅរកអីញ៉ាំពេលដែលគាត់ទៅរកអីញ៉ាំនៅតាមផ្លូវគឺភោជនីយដ្ឋានដែលនៅគៀនផ្ទះគាត់បានបាត់អស់ហើយព្រោះយប់ជ្រៅទៅហើយគាត់ក៏ដើរទៅមុខបន្តទៀតដើម្បីរកកន្លែងអីញ៉ាំពេលដែលគាត់ដើរសុកគាត់ក៏ឃើញភោជនីយដ្ឋានមួយដែលបើកហើយគាត់ចូលទាំងមិនសាក់ស្ទើរអ្វីឡើយព្រោះគាត់ឃ្លានខ្លាំងណាស់ពេលដែលគាត់ចូលទៅដល់ក្នុងហាងគាត់ក៏កំងគុយទាវគេមួយចានពីម្ចាស់ហាងហើយម្ចាស់ហាងក៏លើកគុយទាវមួយចានឲ្យគាត់ហើយគាត់ញ៉ាំគុយទាវនោះយ៉ាងលឿនព្រោះគាត់ប្រញាប់ទៅលេងហ្គេមវិញពេលដែលគាត់ចេញមកពីហាងវិញគាត់ក៏ជួបនឹងស្ត្រីចំណាស់មួយដែលពាក់អាវរហែរហែកទោះបីលោកលូគាត់ជាមនុស្សញៀនហ្គេមក៏ពិតមែនក៏ប៉ុន្តែគាត់ក៏ជាមនុស្សល្អដែរលុយទាំងប្រមាណដែរនៅក្នុងកប៉ាល់របស់គាត់គឺគាត់ឲ្យស្ត្រីចំណាស់ម្នាក់នោះទាំងអស់ហើយគាត់ក៏ត្រឡប់ទៅផ្ទះបាត់ទៅនៅយប់បន្ទាប់គាត់ក៏មកញ៉ាំគុយទាវម្ដងទៀតនៅហាងហ្នឹងក៏ប៉ុន្តែយប់នេះពិតជាចម្លែកណាស់គាត់ក៏ឃើញស្ត្រីចំណាស់ម្នាក់នោះម្ដងទៀតមើលទៅស្ត្រីចំណាស់ម្នាក់នោះដូចកំពុងតែអង្គុយចាំនរណាម្នាក់នៅមុខហាងចឹងនៅពេលដែលលោកលូដើរចូលបង្រងទៅដល់ក្នុងហាងទៅហើយស្ត្រីចំណាស់នោះហក់មកចាប់ដៃចាប់ជើងរបស់លោកលូគាត់ភ័យតក់ស្ទត់ជាខ្លាំងហើយគាត់គិតថាស្ត្រីចំណាស់ម្នាក់នោះមានជំងឺផ្លូវចិត្តហើយស្ត្រីចំណាស់ម្នាក់នោះចង់និយាយអ្វីដែលប្រាប់ទៅលោកលូក៏ប៉ុន្តែលោកលូគាត់មិនចាប់អារម្មណ៍ឡើយគាត់ភ័យណាស់គាត់ក៏ប្រញាប់រត់ទៅចូលក្នុងហាងតែរត់ទៅមិនកើតទេព្រោះស្ត្រីចំណាស់ម្នាក់នោះចាប់គាត់ជាប់បាត់ទៅហើយស្ត្រីចំណាស់ម្នាក់នោះនិយាយប្រាប់គាត់ថាឆាប់ចេញពីហាងនេះទៅព្រោះទីកន្លែងនេះជាកន្លែងអាក្រក់ហើយលោកលូគាត់មិនចាប់អារម្មណ៍អ្វីឡើយគាត់ក៏ប្រញាប់ចូលទៅហាងនោះភ្លាមព្រោះគាត់ភ័យនឹងស្ត្រីចំណាស់ម្នាក់នោះខ្លាំងណាស់លោកលូក៏ចូលដល់ក្នុងហាងហើយក៏កំងគុយទាវញ៉ាំដោយធម្មតាក៏ប៉ុន្តែគាត់ក៏នឹកឃើញសម្ដីស្ត្រីចំណាស់ម្នាក់នោះដែរនិយាយប្រាប់គាត់ថាកន្លែងនេះជាកន្លែងអាក្រក់ដែរពេលដែលគាត់សម្លឹងមើលមនុស្សជុំវិញគាត់ទៅគឺអត់មានអ្វីចម្លែកទេគឺមើលទៅគឺធម្មតាអ្នកគ្រប់គ្នាគឺញ៉ាំគុយទាវយ៉ាងឆ្ងាញ់ហើយធម្មតាឡើយនៅពេលនោះគាត់មិនខ្វល់ទេគាត់ក៏ញ៉ាំអស់ហើយគាត់ក៏ត្រឡប់ទៅផ្ទះបាត់ទៅពេលដែលគាត់ចេញពីហាងគុយទាវនោះវិញគាត់ក៏ជួបនឹងស្ត្រីចំណាស់ម្នាក់នោះម្ដងទៀតហើយស្ទុះមកចាប់គាត់ហើយគាត់ប្រាប់គាត់ថាកន្លែងនោះជាកន្លែងអាក្រក់ឆាប់ចេញទៅហើយលោកលូគាត់គឺភ័យនឹងស្លេកស្លាំងមែនទែនពេលដែលឃើញបែបនេះហើយស្ត្រីចំណាស់ម្នាក់នោះក៏ឲ្យដបទូចមួយទៅឲ្យលោកលូក៏ប៉ុន្តែលោកលូមិនចាប់អារម្មណ៍ឡើយហើយស្ត្រីចំណាស់ម្នាក់នោះក៏យកដបទូចនោះដាក់ក្នុងកប៉ាល់របស់លោកលូហើយលោកលូក៏គាត់ប្រញាប់រត់ទៅផ្ទះបាត់ទៅនៅយប់បន្ទាប់គាត់ក៏មកញ៉ាំគុយទាវនៅហាងនេះដូចធម្មតាក៏ប៉ុន្តែយប់នេះគាត់មានអារម្មណ៍ថាចម្លែកហើយគាត់ក៏នឹកឃើញសម្ដីស្ត្រីចំណាស់ម្នាក់នោះនិយាយប្រាប់គាត់ដែរហើយគាត់ក៏យកដបនោះយកមកលាបមុខរបស់គាត់អ្វីដែលកើតឡើងដែលមិនគួរឲ្យជឿនោះគឺមនុស្សជុំវិញខ្លួនគាត់គឺសុទ្ធតែគ្មានជីវិតនិងមុខមាត់គួរឲ្យខ្លាចស្លេកស្លាំងពេលដែលគាត់ឃើញបែបនេះហើយគាត់គឺភ័យយ៉ាងខ្លាំងហើយគាត់ក៏សម្លឹងមើលចានគុយទាវរបស់គាត់គឺសុទ្ធតែតកៅមិនមែនជាគុយទាវដែលគាត់ញ៉ាំរាល់ថ្ងៃឡើយហើយគាត់គឺភ័យយ៉ាងខ្លាំងគាត់ក៏ប្រញាប់រត់ចេញពីហាងនោះពេលដែលគាត់ដល់មកទ្វាររត់រៀបនឹងរត់ចេញក៏ម្ចាស់ហាងមកចាប់ដៃគាត់ជាប់ហើយម្ចាស់ហាងប្រាប់ថាឯងភ្លេចឲ្យលុយយើងហើយលោកលូក៏គាត់មិនបង្អង់យូរគាត់ក៏ឲ្យលុយម្ចាស់ហាងហើយគាត់ក៏រត់ចេញទៅបាត់ទៅពេលដែលគាត់រត់ចេញពីហាងគាត់ក៏ជួបនឹងស្ត្រីចំណាស់ម្នាក់នោះម្ដងទៀតហើយគាត់ក៏គិតថាតើស្ត្រីចំណាស់នោះជាអ្នកណាហើយអ្វីបានជាជួយគាត់បែបនេះហើយលោកលូគាត់នឹងសន្យានឹងខ្លួនឯងថាគាត់នឹងឈប់ដើរញ៉ាំអីយប់ហើយគាត់នឹងកែខ្លួនធ្វើជាមនុស្សល្អកាត់ខំធ្វើការងារនិងឈប់លេងហ្គេម